ខ្ញុំចាំបានថាពេលដែលខ្ញុំចាប់ផ្ដើមធ្វើវីដេអូដំបូងសំណួរដែលខ្ញុំឆ្ងល់ខ្លាំងបំផុតហ្នឹងតើការធ្វើវីដេអូហ្នឹងគួរតែធ្វើមាន script ឬក៏ធ្វើអត់ script ហើយបើសិនជាអ្នកនរគ្នាកំពុងតែឆ្ងល់នៅសំណួរនេះខ្ញុំសូមប្រាប់អ្នកនរគ្នាថាវីដេអូដែលថ្លៃបំផុតហើយរកចំណូលបានច្រើនបំផុតគឺគេធ្វើមាន script គឺភាពយន្តនៅក្នុងរោងកុននឹងឯងអានេះគឺជាចម្លើយមូលដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាយ៉ាងណាសម្រាប់ការធ្វើវីដេអូជាក់ស្ដែងទាំងអស់គ្នាចង់ធ្វើដោយមិនបាច់មាន script ក៏បានដែរប៉ុន្តែត្រូវមានជំនាញមួយបើសិនជាយើងធ្វើជាលក្ខណៈវីដេអូចែករំលែកឬក៏វីដេអូ talking head ឬក៏ចេញមុខនិយាយបែបនេះជំនាញដែលត្រូវការនោះគឺការនិយាយសាធារណៈឬក៏ public speaking ហើយដូចខ្ញុំតែម្ដងជំនាញនិយាយសាធារណៈរបស់ខ្ញុំគឺពិបាកមែនទែនជាមូលហេតុដែលខ្ញុំធ្វើវីដេអូទៅខ្ញុំតែងតែសរសេរ script ទុកមុនអញ្ចឹងបើសិនជាទាំងអស់គ្នាជាមនុស្សដែលមិនពូកែនិយាយហើយខួរក្បាលមិន reflect លឿនដូចអ្នកដទៃកុំអស់សង្ឃឹមនៅក្នុងការធ្វើវីដេអូទាំងអស់គ្នាអាចសរសេរ script បានហើយមានតតិច្រើននៅក្នុងការនិយាយជាមួយនឹងវីដេអូដែលមើលទៅអត់មានអារម្មណ៍ថាមនុស្សនឹងកំពុងតែមើល script ទេអញ្ចឹងយើងធ្វើតាមសមត្ថភាពខ្លួនឯងទទួលស្គាល់ខ្លួនឯងបើសិនជាមិនប្រសពនៅក្នុងការនិយាយទេអាចព្រៀងទុកមុនទៅហើយបើសិនជាអ្នកធ្វើវីដេអូយូរគាត់នឹងមានគោលគំនិតនៅក្នុងការនិយាយច្រើនគាត់អាចធ្វើតែធ្វើជាត្រេជាគោលគំនិតទៅគាត់អាចនិយាយចេញហើយថាវីដេអូហ្នឹងគាត់នឹងនិយាយពីអីអញ្ចឹងចម្លើយខ្លីនៃវីដេអូនេះធ្វើ script ទៅនឹងជួយឲ្យបងប្អូនចំណេញពេលវេលាច្រើនជាងនិយាយខុសហើយស្វាគមន៍មកថ្ងៃទី2ក្នុងការត្រឡប់មកកាន់វីដេអូ TikTok របស់ខ្ញុំបាទសក្តាជួបគ្នានៅថ្ងៃស្អែក